chứ dương trớ prao pra social media bàn lõ chú rùm chạy này tí muối tí pí cứ dương si dương không prăng đọc khắp sầm mặt phía bọc luôn ai chuẩn bị su bông bồn đỏ khnéในក្នុងវីដេអូនេះខ្ញុំនឹងបញ្ចេញមតិរបស់ខ្ញុំថាតើក្នុងនាមយើងជានិស្សិតតើយើងអាចធ្វើអ្វីបានខ្លះដើម្បីបង្ហាញថាយើងនឹងពិតជាបានចូលរួមជាមួយនឹងសង្គមជាតិរបស់យើងនៅក្នុងគ្រាវេលាដែលប្រទេសជាតិរបស់យើងបាននឹងកំពុងធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដែលបង្កឡើងដោយថៃជាដំបូងខ្ញុំសូមអរគុណទៅដល់បងវីរៈកងទ័ពទាំងអស់ដែលបានចំណាយកម្លាំងកាយកម្លាំងចិត្តការពារទឹកដីរបស់យើងហើយក៏សូមចូលរួមលេខទុកដល់គ្រួសារបងវីរៈកងទ័ពដែលបានបាត់បង់ជីវិតនៅក្នុងភ្លើងសង្គ្រាមមួយនេះដូច្នេះសម្រាប់ខ្ញុំផ្ទាល់ក្នុងនាមជានិស្សិតមួយរូបដែលបាននឹងកំពុងបន្តការសិក្សានៅប្រទេសបារាំងខ្ញុំយល់ឃើញថាក្នុងនាមយើងជានិស្សិតយើងអត់អាចឬក៏យើងអត់មានសមត្ថភាពទៅចូលច្បាំងផ្ទាល់តែម្ដងទេដូច្នេះយើងមានរឿងពីរដែលយើងត្រូវធ្វើទី1កំឡុងពេលមានសង្គ្រាមនិងទី2បន្ទាប់ពីពេលមានសង្គ្រាមហើយជាសកម្មភាពទាំងពីរនេះខ្ញុំយល់ឃើញថាវានឹងបង្ហាញច្បាស់ថាយើងពិតជាបានចូលរួមការងារសង្គមជាតិយើងពិតជាបានស្រឡាញ់ប្រទេសជាតិយើងពិតមែនទី1ក្នុងនាមយើងជានិស្សិតជាបញ្ញវន្តខ្ញុំគិតថាទោះតិចឬក៏ច្រើនបងប្អូនសុទ្ធតែមានចំណេះដឹងទៅលើការសរសេរអត្ថបទឬក៏ទៅលើការបញ្ចេញមតិអញ្ចឹងទោះតិចឬក៏ច្រើនយើងត្រូវចូលរួមទាំងអស់គ្នាមិនថាជាវីដេអូមិនថាជាការសរសេរសំណេរមិនថាជាការចែករំលែកឬក៏មិនថាជាការបញ្យល់អីមួយទៅកាន់ជនជាតិដទៃគឺយើងព្យាយាមឲ្យអស់សមត្ថភាពតាមដែលអាចធ្វើទៅបានហើយកាន់តែល្អទៀតនោះខ្ញុំជឿជាក់ថាបងប្អូននិស្សិតរបស់យើងគឺសុទ្ធតែជាអ្នកបកកាយភាសាគ្រប់ភាសាមិនតែថាភាសាអង់គ្លេសភាសាបារាំងភាសាចិនភាសាជប៉ុនទេគឺយើងសម្បូរអ្នកចេះច្រើនអញ្ចឹងបងប្អូនព្យាយាមផ្សព្វផ្សាយព្យាយាមចែករំលែកហើយពិសេសគឺព្យាយាមចូលរួមទៅ comment ឬក៏ទៅផ្សព្វផ្សាយព័ត៌មានពិតទៅលើបណ្ដាញសារព័ត៌មានធំហេតុអីបានខ្ញុំនិយាយដូច្នេះគឺដោយសារតែខ្ញុំបានអានសារព័ត៌មានច្រើនដែរជាសារព័ត៌មានអន្តរជាតិខ្ញុំយល់ឃើញថាគឺអត់សូវមានការបង្ហាញច្រើនទេទាក់ទងជាមួយនឹងផលប៉ះពាល់ឬក៏ភាពលំបាកដែលប្រទេសកម្ពុជាកំពុងតែជួបអញ្ចឹងខ្ញុំគិតថាវាគឺជាឱកាសដែលល្អបំផុតក្នុងនាមយើងជានិស្សិតក្នុងនាមយើងជាអ្នករៀនដែលយើងមានចំណេះដឹងយើងអាចជួយទៅតាមអាចធ្វើទៅបានអញ្ចឹងតោះចំណុចនេះដែរខ្ញុំចង់លើកទឹកចិត្តថាយើងកុំគិតថាអូខេយើងអត់មែនជាបុគ្គលល្បីទេយើងអត់សំខាន់ទេអញ្ចឹងយើងអត់អាចអត់ចាំបាច់ទៅចូលរួមចែករំលែកធ្វើវីដេអូទេអញ្ចឹងមានបងពូអ៊ំដែលគាត់ជាអ្នកល្បីជាសារព័ត៌មានជា content creator គាត់ចូលរួមហើយគាត់ចូលរួមគឺជារឿងល្អរបស់គាត់ប៉ុន្តែក្នុងនាមយើងជានិស្សិតជាអ្នករៀនសូត្រយើងគួរបង្ហាញអ្វីមួយដែលគេហៅថាជាមនសិការក្នុងនាមជាអ្នករៀនសូត្រទោះបីជាតិចឬច្រើនក៏យើងព្យាយាមចូលរួមនឹងចំណុចទី1ចំណុចទី2ទន្ទឹមគ្នានឹងការចូលរួមបងប្អូនក៏ត្រូវតែព្យាយាមបន្តដុសខាត់សមត្ថភាពរបស់ខ្លួនឯងមិនថាទាំងការរៀនសូត្រមិនថាទាំងការរៀនជំនាញមិនថាទាំងការធ្វើការងារឬក៏អ្វីមួយទេគឺជាពិសេសបំផុតនោះគឺការរៀនសូត្របងប្អូនព្យាយាមបន្តការរៀនសូត្រឲ្យបានមុតមមឲ្យបានគត់មុតមែនទែនពីព្រោះអីយើងអាចរំពឹងអ្នកដទៃបានទេគឺយើងត្រូវរំពឹងខ្លួនឯងពោលគឺយើងត្រូវរំពឹងយុវជនរបស់យើងចំនួនក្រោយដើម្បីកសាងប្រទេសជាតិឲ្យយើងទៅមុខនៅថ្ងៃក្រោយហើយមិនថាជំនាញណាមិនថាឯកទេសណាគឺសុទ្ធតែសំខាន់ទាំងអស់បងប្អូនព្យាយាមខំប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនឯងនៅក្នុងការរៀនសូត្រក្នុងការធ្វើស្វ័យសិក្សានៅក្នុងការចូលឲ្យជ្រៅទៅលើជំនាញមួយនោះអាហ្នឹងហើយគឺជាអីដែលយើងគួរធ្វើឥឡូវហ្នឹងយើងអាចទៅចំណាយពេលច្រើនពេកជាមួយនឹងរឿងដែលអត់បានការ social media មួយចំនួនដែលយើងប្រើប្រាស់អត់បានការហើយយើងខាតពេលវេលាក្នុងការសិក្សារៀនសូត្ររបស់យើងឯងអញ្ចឹងយើងត្រូវប្រើប្រាស់ social media ឲ្យបានល្អចូលរួមចែករំលែកទី1ទី2គឺយើងព្យាយាមខំប្រឹងដុសខាត់សមត្ថភាពរបស់ខ្លួនឯងដើម្បីក្លាយជាអ្នកស្នងក្លាយជាយុវជនចំនួនក្រោយរបស់ប្រទេសកម្ពុជារបស់យើងដែលពោពេញទៅដោយសមត្ថភាពហើយដោយបងប្អូនបានឃើញស្រាប់ហើយបើយើងអត់ខ្លាំងទេគឺអត់មានអ្នកណាគេជួយយើងទេ
dương ở ai vậy thay miền bò tên thì chui dương miền ông ca đi ông ca nung chui dương ở đây nước không có nhiều bài anh đã chếtឬក៏តំណែងតំណងអន្តរជាតិគឺយើងអាចនិយាយបានថាមានតែពាក្យថាផលប្រយោជន៍ទេបើគេមានផលប្រយោជន៍ខាងណាគេទៅជួយខាងនេះច្រើនហើយអត់មានពាក្យថាយុត្តិធម៌ទេអញ្ចឹងបើយើងចង់បានយុត្តិធម៌យើងត្រូវតែធ្វើខ្លួនឯងឲ្យខ្លាំងអញ្ចឹងក្នុងនាមយើងជានិស្សិតយើងអាចទៅកាន់កំភ្លើងទៅបាញ់គេដើម្បីបង្ហាញខ្លួនឯងខ្លាំងទេប៉ុន្តែយើងខំព្យាយាមដល់ខាងសមត្ថភាពហើយអនាគតទៅខាងមុខ5ឆ្នាំ10ឆ្នាំទៅខាងមុខប្រជាជនរបស់យើងប្រទេសរបស់យើងនឹងមានប្រជាជនដែលពោពេញទៅដោយសមត្ថភាពនោះហើយគឺជាការស្នេហាជាតិពិតប្រាកដក្នុងនាមយើងជានិស្សិតជាចុងក្រោយអីដែលខ្ញុំចង់ផ្ដាំទៅគឺយើងព្យាយាមកុំបំភ្លេចនៅអីរឿងដែលបានកើតឡើងហើយអញ្ចឹងជាទូទៅខ្ញុំយល់ឃើញថាយើងចូលចិត្តបំភ្លេចអីដែលបានកើតឡើងហើយនិយាយស្រួលគឺយើងឈឺចាប់បានតែមួយផ្លេតទេអញ្ចឹងយើងឈឺចាប់ខ្លាំងណាស់កំឡុងពេលឥឡូវហ្នឹងប៉ុន្តែយើងអាចនឹងភ្លេចវានៅកំឡុងពេល2-3ឆ្នាំខាងមុខទៀតអញ្ចឹងអានឹងគឺជាសាររបស់ខ្ញុំទេអ្វីដែលខ្ញុំយល់ឃើញនេះយើងគួរតែឲ្យមានការឈឺចាប់នៅខ្លាំងអញ្ចឹងពេលណាដែលយើងមានការឈឺចាប់ខ្លាំងយើងក៏ត្រូវខំប្រឹងឲ្យខ្លាំងដែរដែលភាសាអង់គ្លេសគេប្រើពាក្យថា no pain no gain ជាងយើងត្រូវប្រឹងឲ្យខ្លាំងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណហើយសូមជម្រាបលា